cô trong đó nặng lắm mày nè không bạc thằng nghe người ta đi mang bạc lên nè ហេតុអ្វីក៏មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យគ្រប់គ្រងដោយលោកអង្គសុផានដែលជាប្រធានពន្ធនាគារខេត្តធ្វើការធ្វើប្រហែសបែបនេះខណៈអ្នកទោសឈឺល្មមមិនយកទៅពេទ្យដោយសភាពធ្ងន់ធ្ងរសង្គ្រោះលែងបានទើបបញ្ជូនទៅមន្ទីរពេទ្យនៅយប់ថ្ងៃទី21ខែមីនាឆ្នាំ2025នេះក្មេងម្នាក់បានបាត់បង់ជីវិតទៅហើយខាងក្រោមនេះគឺជាសំណេរពិតរបស់លោកទាវសំអល់ដែលត្រូវជាឪពុកជនរងគ្រោះលោកបានលើកឡើងបែបនេះថាខ្ញុំមិនអស់ចិត្តទេពន្ធនាគារខេត្តបន្ទាយមានជ័យហេតុអ្វីកូនខ្ញុំឈឺល្មមមិនបញ្ជូនទៅមន្ទីរពេទ្យពេលដែលឈឺធ្ងន់ជួយលែងបានទើបបញ្ជូនទៅមន្ទីរពេទ្យកូនប្រុសកំសត់តាំងពីតូចមកមិនដែលមានភាពកក់ក្ដៅកូនទើបតែអាយុ17ឆ្នាំទេឈ្មោះលៀបច័ន្ទថាបានលាឪពុកយាយតាពូមៀមីងបងប្អូនទៅហើយពាក់ព័ន្ធនឹងករណីខាងលើនេះប្រភពនៃព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោកអង្គសុផានដែលជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបាននៅឡើយនោះទេខណៈអារម្មណ៍ពិតចេញពីបេះដូងឪពុកម្ដាយម្នាក់ពេលឃើញកូនមានសភាពបែបនេះគឺទទួលយកពុំបាននោះឡើយហេតុអ្វីពេលអ្នកជំងឺឈឺល្មមមិនយកអ្នកជំងឺទៅព្យាបាលបើជាទុក្ខរហូតដល់បាត់បង់ជីវិតទៅវិញចុះបើនេះជាកូនឬក៏ជាសាច់ញាតិរបស់លោកតើលោកមានអារម្មណ៍ដូចម្តេចនៅយប់ថ្ងៃទី21ខែមីនាឆ្នាំ2025នេះក្មេងម្នាក់បានបាត់បង់ជីវិតទៅហើយកូនជុំកូនជុំមកពេលណាកូនជុំដល់ថ្នាក់ហ្នឹងហ៊ានជុំតាមជុំកូនជុំមកពេទ្យនេះពេលដែលឈឺមុំមិនជូនវាមិនរីកាទៅប្រាប់ទៅអាណាព្យាបាលវាមានខាងជូនពេលមកទៅយើងពេលដែលកូនអញឈឺមុំវាអត់ទេទៅតែដល់ថ្នាក់ហ្នឹងបាទនេះទៅតែកូនខ្ញុំដល់ថ្នាក់ហ្នឹងបានបញ្ជូនកូនខ្ញុំមកពេទ្យទៀតពន្ធនាគារខេត្តទីមានជ័យកូនខ្ញុំដល់ថ្នាក់ហ្នឹងហើយអត់ខុសទៀតទទួលខុសត្រូវកូនខ្ញុំអត់នេះបើកូនខ្ញុំមានបញ្ហាដល់មិនណានេះកូនខ្ញុំដល់ថ្នាក់ហ្នឹងបានបញ្ជូនចឹងអត់ទេបានមានជំនាញមែនមែនណា65បាទយ៉ាងណាណាមិនធ្វើចឹងទេកូនខ្ញុំដល់ថ្នាក់ហ្នឹងហ្មងណាខុសច្បាប់ខុសច្បាប់ហ្នឹងណាវាតាពីម៉ាច្បាប់លេងណាពួកខ្ញុំនេះចាំមើលទេចាំមើលចុះតោនតែជាមួយអ្នកបញ្ជូនមកត្រូវអត់ទេអត់ខត់ចឹងទេចុះកូនខ្ញុំមួយទាំងមុខឲ្យត្រូវខត់បើកូនលោកឯងវិញមិនវិញមិនគេជួមកពេលទៅឆ្លល់មិនយីបាទយីចាំខ្ញុំកុំលណាមិនជួយនឹងគាត់ទៅខ្ញុំខាត់ដែរនេះអត់គឺមានច្បាប់បកគេកូនជីវិតបើមិនខ្ញុំនិយាយបាទនឹងលោកគ្រូបើជីវិតកូនលោកគ្រូវិញចិត្តមិននេះដូចតែគ្នាទេបាទចិត្តយល់គឺអានេះគឺយល់แล้วបាទមកលោឡាចឹងមានថាបងមកទេមួយបាទហ្នឹងហើយជីវិតកូនខ្ញុំហ្នឹងមើលមិនហើយហ្នឹងពេលមើលណាពេលក៏ខែពុទ្ធមិទៅកូនខ្ញុំ